ធនាគារកាណាដា CIBC លើកកម្ពស់ការព្យាករណ៍តម្លៃមាស$6,000ក្នុងមួយអុនឬ$723ក្នុងមួយជីទីផ្សារលោហៈធាតុមានតម្លៃបានប្រឈមនឹងការប្រែប្រួលខ្លាំងក្លាក្នុងប្រមាណសប្តាហ៍ចុងក្រោយនេះប៉ុន្តែមិនមែនអ្នកវិភាគទាំងអស់សុទ្ធតែយល់ថានេះជាការផ្លាស់ប្ដូរទិសដៅនៃអារម្មណ៍ទីផ្សារទេទោះបីមានភាពរំញោចខ្លាំងក៏ដោយធនាគារកាណាដា CIBC នៅតែរក្សាទស្សនវិជ្ជមានចំពោះមាសនិងប្រាក់ហើយបានលើកកម្ពស់ការព្យាករណ៍តម្លៃរបស់ខ្លួនយ៉ាងខ្លាំងក្នុងការធ្វើបច្ចុប្បន្នភាពថ្មីមួយតាម CIBC ស្នូលនៃការវិភាគគឺផ្អែកលើភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្តតួនាទីរបស់មាសជាទ្រព្យសុវត្ថិភាពនៅពេលទីផ្សាររំខាននិងការរំពឹងថាដុល្លារអាមេរិកនឹងបន្តខ្សោយនិងការផ្លាស់ប្ដូរការវិនិយោគឲ្យចេញពីបណ្ណបំណុលរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃពុធអ្នកវិភាគទំនិញរបស់ធនាគារ CIBC បានចេញរបាយការណ៍ថ្មីមួយដែលរំពឹងថាមាសនឹងមានតម្លៃមធ្យមប្រហែល$6,000ក្នុងមួយអុនឬ$723ក្នុងមួយជីក្នុងឆ្នាំបច្ចុប្បន្ននេះជាការកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងការព្យាករណ៍កាលពីខែតុលាឆ្នាំ2025ដែលធនាគារនេះធ្លាប់រំពឹងត្រឹមតែ$4,500ក្នុងមួយអុនជាតម្លៃមធ្យមប្រចាំឆ្នាំតែប៉ុណ្ណោះជាមួយគ្នានេះ CIBC បានបញ្ជាក់ថាទោះបីមានការធ្លាក់ចុះខ្លះថ្មីៗក៏ដោយពួកគេនៅតែឃើញនិន្នាការឡើងទូលំទូលាយនាពេលខាងមុខក្រៅពីឆ្នាំបច្ចុប្បន្ន CIBC រំពឹងថាតម្លៃមធ្យមនឹងបន្តឡើងក្នុងការព្យាករណ៍ថ្មីធនាគារនេះរំពឹងថាតម្លៃមាសអាចឡើងដល់មធ្យមប្រហែល$6,500ក្នុងមួយអុនឬ$783ក្នុងមួយជីនៅឆ្នាំ2027នេះបង្ហាញថាសម្រាប់អ្នកវិភាគការធ្លាក់ចុះថ្មីៗនេះមិនមែនជាការប្រែប្រួលនិន្នាការទេប៉ុន្តែគ្រាន់តែជាចលនាបណ្ដោះអាសន្នតែប៉ុណ្ណោះបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ